សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំថ្ងៃនេះយើងខ្ញុំមានរឿងនិទានមួយលើកយកមកអានជូនពុកម៉ែបងប្អូនស្ដាប់ដែលមានចំណងជើងថារឿងត្រីមាសអាតកំបាំងនៅសម័យបុរាណដល់យូរលង់មកហើយមានភូមិនេសាទតូចមួយស្ថិតនៅជាប់ទន្លេធំភូមិនោះស្ងប់ស្ងាត់ប៉ុន្តែប្រជាជនភាគច្រើនក្រីក្ររស់នៅដោយពឹងផ្អែកលើការនេសាទត្រីនិងធម្មជាតិជុំវិញនៅក្នុងភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះរាមរស់នៅជាមួយម្ដាយចាស់របស់គាត់តែម្នាក់ឯងឪពុករបស់រាមបានស្លាប់តាំងពីគាត់នៅតូចដោយទុកឲ្យម្ដាយនិងកូនរស់នៅយ៉ាងលំបាករាមជាក្មេងប្រុសចិត្តល្អសុភាពរៀងរាល់ព្រឹកព្រលឹមគាត់តែងជួយម្ដាយរៀបចំផ្ទះហើយបន្ទាប់មកចេញទៅនេសាទក្នុងទន្លេដើម្បីយកត្រីមកធ្វើជាអាហារនិងលក់បន្តិចបន្តួចទោះជាជីវិតក្រីក្រក៏រាមមិនដែលត្អូញត្អែឬធ្វើអាក្រក់ឡើយថ្ងៃមួយនៅពេលព្រះអាទិត្យទើបរះរាមបានជិះទូកតូចរបស់គាត់ចូលទៅកណ្ដាលទន្លេទឹកទន្លេស្ងប់ស្ងាត់ហើយខ្យល់បក់ស្រាលរាមដាក់សំណាញ់ហើយអង្គុយរង់ចាំដោយក្តីសង្ឃឹមមួយសន្ទុះក្រោយមកសំណាញ់របស់រាមបានចាប់ផ្ដើមធ្ងន់រាមអស់សំណើចដោយក្តីរីករាយហើយទាញសំណាញ់ឡើងភ្លាមគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះក្នុងសំណាញ់នោះមានត្រីមួយពណ៌មាសភ្លឺចែងចាំងដូចពន្លឺព្រះអាទិត្យត្រីមាសនោះមិនដូចត្រីធម្មតាទេភ្នែកវាភ្លឺទន់ភ្លន់ហើយវាមើលរាមដូចជាមានអារម្មណ៍រាមភ្ញាក់ផ្អើលប៉ុន្តែចិត្តគាត់មិនមានការលោភលន់ឡើយស្រាប់តែមានសំឡេងទន់ភ្លន់មួយលេចឡើងកូនអើយសូមឡាញខ្ញុំវិញផងខ្ញុំមិនមែនជាត្រីធម្មតាទេរាមភ័យបន្តិចប៉ុន្តែគាត់មិនរត់គេចឡើយគាត់គិតថានេះជាត្រីកំពុងសុំជីវិតដោយចិត្តមេត្តារាមនិយាយថាបើអ្នកមានជីវិតនិងមានអារម្មណ៍ដូចមនុស្សខ្ញុំមិនអាចយកអ្នកទៅលក់បានទេរាមបានលែងត្រីមាសចូលទៅក្នុងទឹកវិញភ្លាមទឹកទន្លេចាប់ផ្ដើមភ្លឺចែងចាំងហើយរលកស្រាលបក់ជុំវិញទូកត្រីមាសលោតឡើងពីទឹកហើយនិយាយថាកូនអើយអ្នកមានចិត្តល្អនិងមិនលោភលន់ចាប់ពីថ្ងៃនេះទៅសេចក្តីល្អរបស់អ្នកនឹងត្រឡប់មកជាពរនិយាយចប់ត្រីមាសបានហែលចូលទន្លេហើយបាត់ទៅចាប់តាំងពីថ្ងៃនោះមកជីវិតរបស់រាមចាប់ផ្ដើមផ្លាស់ប្ដូររៀងរាល់ថ្ងៃគាត់បាននេសាទបានត្រីគ្រប់គ្រាន់សម្រាប់គាត់និងម្ដាយរបស់គាត់ក៏មានសុខភាពប្រសើរឡើងមិនឈឺញឹកញាប់ដូចមុនទៀតនៅក្នុងភូមិនោះមានបុរសម្នាក់ឈ្មោះវីរៈដែលមានចិត្តលោភលន់ពេលឃើញរាមនេសាទបានត្រីច្រើនវីរៈចាប់ផ្ដើមសង្ស័យហើយតាមដានរាមជារៀងរាល់ថ្ងៃមួយវីរៈបានឃើញពន្លឺមាសលើទន្លេហើយគិតថាត្រីមាសនៅទីនោះមេឃចាប់ផ្ដើមងើតដាក់សំណាញ់បក់ខ្លាំងនិងព្យាយាមចាប់ត្រីមាសដោយចិត្តខ្លាចហើយរត់គេចត្រឡប់គ្រប់សំណាញ់ដែលគាត់ដែរមិនបានអ្វីសោះទៅទេចាប់ពីថ្ងៃនោះមកវីរៈយល់ថាការលោភលន់
មិននាំអ្វីល្អឡើយហើយគាត់ចាប់ផ្ដើមប្រែចិត្តរាមនៅតែរស់នៅដោយសាមញ្ញមិនអួតអាងនិងមិនភ្លេចចែករំលែកត្រីជាមួយអ្នកភូមិដែលក្រីក្រភូមិនេសាទនោះคล้ายទៅជាកន្លែងសុខសាន្តដែលមនុស្សជួយគ្នានិងរស់ដោយសន្តិភាពរៀងរាល់ល្ងាចពេលព្រះអាទិត្យលិចលើទន្លេរាមតែងនឹកដល់ត្រីហើយប្រាប់កុមារផ្សេងថាសេចក្តីល្អនិងមេត្តាករុណាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងជីវិតអត្ថន័យនៃរឿងមនុស្សចិត្តល្អនឹងទទួលបានពរជ័យការលោភលន់នាំទៅរកវិបត្តិការចែករំលែកបង្កើតសង្គមសុខសាន្តរឿងនិទានរបស់យើងបានបញ្ចប់ហើយសង្ឃឹមថាបងប្អូនទាំងអស់បានយល់ពីមេរៀនសំខាន់ថាសេចក្តីល្អមេត្តាករុណានិងការមិនលោភលន់អាចនាំមកនូវសេចក្តីសុខពិតប្រាកដបើអ្នកចូលចិត្តរឿងនិទានបែបនេះសូមកុំភ្លេចចុច like Subscribe និង Share ដើម្បីគាំទ្រ Channel យើងខ្ញុំជួបគ្នាវិញក្នុងរឿងនិទានបន្ទាប់សូមអរគុណ